ខ្ញុំបាទវិជ្ជាបណ្ឌិតលេច័ន្ទសង្វាតបាទជាប្រធានមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យថ្ងៃនេះដោយសារបានការអនុញ្ញាតពីឯកឧត្តមបាលខេត្តដើម្បីឲ្យខ្ញុំបានផ្ដល់ព័ត៌មានជូនអ្នកសារព័ត៌មានរបស់យើងអំពីករណីបងប្អូនប្រជាពលរដ្ឋយើងដែលរងគ្រោះដោយការបាញ់ប្រហាររបស់កងទ័ពឈ្លានពានថៃហើយមកដល់ម៉ោងនេះខ្ញុំសូមបញ្ជាក់ថាករណីប្រជាពលរដ្ឋដែលមានរបួសស្នាមបញ្ជូនមកមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបុរីគឺមានចំនួន3នាក់ហើយនឹងមានករណីស្លាប់តែមួយករណីទេអញ្ចឹងសូមឲ្យអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបមិនមានព័ត៌មានលើសពីនឹងទេហើយថ្ងៃនេះដែរខ្ញុំបាទជាមួយនឹងឯកឧត្តមវិជ្ជាតានសគុលបូកនឹងក្រុមការងាររបស់មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពបាទមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈនៅរាជធានីភ្នំពេញលោកបានធ្វើការងារសង្គ្រោះដោយជោគជ័យលើ3ករណីហ្នឹងហើយដែលឯកឧត្តមប្រធានមន្ទីរពេទ្យព្រះកុសុមៈដែលលោកបានចូលរួមធ្វើការងារដោយផ្ទាល់ជាមួយនឹងក្រុមគ្រូពេទ្យរបស់យើងយ៉ាងសស្រាក់ស្រាមហើយម៉ោងនេះយើងទទួលបានការវះកាត់ដោយជោគជ័យទៅលើទាំង3ករណីហើយឯកឧត្តមប្រធានលោកនឹងបញ្ជាក់ថាករណីមួយហ្នឹងវាប៉ះពាល់អីខ្លះដើម្បីជូនទៅដល់អ្នកសារព័ត៌មានយើងបានជ្រាបហើយដើម្បីកុំឲ្យមានការផ្សាយព័ត៌មានខុសពីការពិតបាទសូមអរគុណសូមជូនយោបល់ទៅបងបាទសូមជំរាបសួរថ្ងៃនេះពួកយើងខ្ញុំពិតជាមានភ័ព្វតំណាងដែលក្រុមការងាររបស់មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលឲ្យពួកក្រុមគ្រូពេទ្យយើងខ្ញុំចុះមកមន្ទីរពេទ្យមង្គលបុរីដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីជាមួយនឹងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈចៃដន្យដែលយើងត្រៀមនោះគឺយើងត្រៀមសម្រាប់ទទួលបងប្អូនយើងដែលទាំងមានភូមិវត្តទេក៏ប៉ុន្តែនៅពេលដែលមានបញ្ហាគ្រោះថ្នាក់កើតឡើងពួកយើងខ្ញុំក៏ចូលសហការជាមួយនឹងក្រុមការងាររបស់មន្ទីរពេទ្យមង្គលបុរីរួមគ្នាដើម្បីសង្គ្រោះបងប្អូនដែលត្រូវរបួសទាំង3នាក់បងប្អូនរបួសទាំង3នាក់យើងចូលមកគឺយើងមានបងទី1ឈ្មោះទីសុងមេងបាទអាយុ32ឆ្នាំគឺជានោះគឺជាអ្នកជំងឺនោះបងប្អូននោះគាត់ត្រូវរបួសពីផ្លូវពីខាងក្រោយមកខាងមុខប៉ុន្តែសំណាងល្អដែរដែលការសង្គ្រោះនោះការដែលត្រូវរបួសនោះគឺវាមិនប៉ះពាល់ដល់សរសៃឈាមមិនប៉ះឆ្អឹងយើងក៏បានធ្វើការលាងសម្អាតហើយជាសាច់លួយហើយយើងធ្វើការសម្អាតហើយយើងផងស្មងប្អូនទី2គឺប្អូននេះអាយុ29ឆ្នាំឈ្មោះបាទរិទ្ធចន្ទធាអាយុ29ឆ្នាំប្អូនគាត់ត្រូវរបួសចំផ្នែកខាងក្រោមនេះបាទធំដែរប្រហែលជា6ទៅ8សង់ទីម៉ែត្រសំណាងល្អដែរដែលមិនប៉ះសរសៃឈាមប៉ះឆ្អឹងយើងក៏បានសង្គ្រោះបានហើយប្អូនចុងក្រោយគេនេះគឺធ្ងន់ធ្ងរជាងគេបន្តិចដោយសារគាត់មានធ្លាយពោះក៏ប៉ុន្តែដោយសារការជួយសង្គ្រោះតាន់ពេលយើងទំវះកាត់ទៅចប់មិញហ្នឹងបាទគាត់មានបញ្ហាធ្លាក់ធ្លាយពីខាងមុខនេះមកពីក្រោយនេះបាទន័យថាគ្រាប់បាញ់ចំពីមុខធ្លាយទៅក្រោយនៅក្នុងនោះគឺមានការប៉ះពាល់ថ្លើមបាទវែងដែរប្រហែលជាចូលជិត10សង់ទីម៉ែត្រក៏ប៉ុន្តែជាសំណាងល្អដែលវាមិនធ្លាយដាច់ថ្លើមហើយមួយទៀតធ្លាយពវៀន4កន្លែងទៀតដោយសារកន្លែងពវៀនច្បត់ដូច្នេះធ្លាយពីនេះចេញមកនេះហើយមានប៉ះពាល់ដល់ថ្លើមនិងប៉ះពាល់វាក្រោមការប្រឹងប្រែងរបស់គ្រូពេទ្យវះកាត់ដែលយើងមកពីទីក្រុងភ្នំពេញជាមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនកុសុមៈគុំផ្សំជាមួយនឹងមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមង្គលបុរីបាទខេត្តបន្ទាយមានជ័យមង្គលបុរីនេះប្រឹងប្រែងទាំងអស់គ្នាយើងក៏បានជួយសង្គ្រោះគាត់ជាក់ស្ដែងគឺយើងធ្វើការវះកាត់ដោយជោគជ័យបាទនៅតែការតាមដានបច្ចុប្បន្ននេះគឺគាត់ដឹងខ្លួនបដាហើយបាទហើយឈាមអស់ពីផ្លោកបាទយើងដាក់ឆាប់អស់ពីសាក់ប្រហែលជា700មីលីលីត្របាទឈាមហើយការបាត់បង់ឈាមជាមួយនឹងការដាក់ឈាមគឺយើងអាចប្រព័ន្ធគ្នាបាទអញ្ចឹងសភាពទូទៅបច្ចុប្បន្នដែលយើងចេញពីធ្វើការវះកាត់នេះគឺមានភាពធូរស្រាលក៏ប៉ុន្តែយើងត្រូវការតាមដានការវិវត្ត5ទៅ6ថ្ងៃបន្តទៀតបាទចំពោះប្អូនខាងនេះបាទដែលត្រូវពោះប៉ុន្តែប្អូនខាងនេះគឺយើងសង្ឃឹមថាมันមានអីធ្ងន់ធ្ងរទេដោយសារការវះកាត់គឺយើងវះកាត់បានល្អប្រសើរហើយប្អូននេះក៏យើងវះកាត់បានល្អប្រសើរប៉ុន្តែរបួសយើងចំដល់ថ្លើមជាពិសេសនឹងពោះវៀនចឹងយើងរងចាំការវិវត្តប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយការខិតខំសហការគឺយើងសង្ឃឹមថាมันមានហានិភ័យប៉ះពាល់ដល់ជីវិតទេបាទតែដល់ប្រយ័ត្នទៅអាច estimate បានទេតើគាត់នឹងដឹងខ្លួននិយាយបានឥឡូវគាត់ដឹងតែប៉ុន្តែគាត់ថាជាទូទៅការដាក់ថ្នាំត្រឡប់វាមិនមែនដឹងដូចយើងធម្មតាបាទវាមិនមែនដូចអ្នកងើពីគេងទៅថ្នាំគេថ្នាំត្រឡប់គឺយើងដាក់សម្រាប់ឲ្យមានការថ្នាំត្រឡប់ហ្នឹងគឺថាកម្រិតខ្ពស់ធ្វើឲ្យគាត់មិនអាចឈឺចាប់នៅពេលយើងវះកាត់បានអញ្ចឹងការដឹងខ្លួនរបស់គាត់មាននៅពេលវេលាប៉ុន្តែកន្លះម៉ោងឬ1ម៉ោងទៀតគឺគាត់ដឹងច្បាស់ឥឡូវនេះបានតែមកដឹងឲ្យដេកទៅវិញបាទ
លោកគ្រូអាចបញ្ជាក់បាននៃការវគ្គការនេះប្រើរយៈពេលប្រហែលម៉ោងទៅព្រោះ អូននេះយើងប្រើរយៈពេលជិត2ម៉ោងបាន1ម៉ោង55នាទីបាទព្រមយើងវាហើយដោយសារទី1គឺភ្លេរបួសវាច្រើនទី2យើងធ្វើចុងក្រោយដើម្បីយើងសម្អាតបាទហើយបងអូនផ្សេងៗនេះគឺប្រើរយៈពេល45មិនិតទៅ1ម៉ោងទេបាទ អញ្ចឹងបានន័យថាស្ថានភាពរបស់គាត់ទាំងអស់នេះថ្ងៃស្អែកអាច បាទយើងអាចមិនទាន់អង្គុយបានទេវាពោះមិនអាចឲ្យអង្គុយប៉ុន្តែយើងអាចសួរនាំគាត់បានបាទ3ម៉ោងក្រោយយើងអាចសួរនាំគាត់បានបាទប៉ុន្តែឥឡូវនេះដោយសារស្ថានភាពអញ្ចឹងយើងទៅឲ្យឆ្នាំគាត់សងំដើម្បីកុំឲ្យគាត់មានការឈឺចាប់បាទ សរុបជាខ្លីបានន័យថាអ្នកដែលរងរបួសទាំង3អ្នកហ្នឹងគឺរួចផុតពីការស្លាប់ហើយ បាទរួចផុតពីការស្លាប់ហើយបាទ សូមរំលឹក